សួស្តីបងប្អូនកូនក្មួយទាំងអស់គ្នាថ្ងៃនេះយើងមានរឿងមួយដែលមានចំណងជើងថាក្ងោកភ្លេចខ្លួននៅក្នុងព្រៃដ៏ធំល្វឹងល្វើយមួយមានសត្វតូចធំផ្សេងអាស្រ័យរស់នៅនិងមានសត្វក្ងោកឆើតឆាយមួយក្បាលពេញចិត្តនឹងសម្រស់របស់ខ្លួនជាខ្លាំងហើយតែងតែគិតថាពុំមានសត្វដទៃណាប្រៀបស្មើនឹងខ្លួនបានឡើយមានថ្ងៃមួយវាបានហើរទៅទុំនៅលើដើមឈើធំមួយរួចក៏រលាស្លាប់ដើម្បីបង្អួតសម្រស់របស់ខ្លួនឲ្យសត្វដទៃស្ងើចសរសើរនៅពេលនោះមានពស់ដ៏ធំមួយក្បាលកំពុងព័ទ្ធខ្លួននឹងមែកឈើនៅក្បែរនោះដែរក្ងោកមិនបានឃើញសត្វពស់នៅក្បែរនោះឡើយព្រោះវារវល់តែបង្អួតសម្រស់របស់ខ្លួនឲ្យសត្វដទៃមើលហើយនៅក្នុងនោះដែរមានសត្វចាបល្អិតចិត្តបុណ្យដែលទំលើមែកឈើមួយដើមទៀតនៅក្បែរនោះបានស្រែកដាស់តឿនក្នុងបំណងចង់ឲ្យក្ងោកដឹងខ្លួនប៉ុន្តែក្រោយពីបានឮសម្រែកសត្វចាបដែលចងប្រាប់អំពីគ្រោះអាសន្នដល់ខ្លួនក្ងោកពុំបានជឿឬភ័យខ្លាចអ្វីឡើយវាបែរជាគិតថាសត្វចាបទាំងនោះនាំគ្នាកុហកបញ្ចោតព្រោះតែច្រណែននឹងសម្រស់របស់ខ្លួនទើបវាមិនបានយកចិត្តទុកដាក់ទៅលើសម្រែកព្រមានទាំងនោះទេទោះជាចាបខំស្រែកប្រាប់យ៉ាងណាក៏ដោយនៅទីបំផុតសត្វក្ងោកបង្អួតរៀងក៏ត្រូវពស់ធំមួយក្បាលរឹបរួចលេបបញ្ចូលទៅក្នុងពស់ដោយពុំមានសិទ្ធិតវ៉ាអ្វីឡើយអំនួតនាំឲ្យភ្លេចខ្លួននាំឲ្យស្មានខុសនាំឲ្យថ្លោះថ្លួយ Sharing for more